ជ្រួងសែនជ្រៅទឹកនៅស្ងៀមនឹងដងព្រៃស្ងាត់ឈឹងដាក់នាមហៅបាតែគេមកនេះគេសួររកចំណាំងចំណាំងយ៉ាងម៉េចហ្នឹងហើយប្រងលោប្រងយ៉ាងម៉េចហ្នឹងហើយយើងលើកអីជនជាតិដើមទៀតតែយើងអីយ៉ាងម៉េចអត់ទេល្អមែនទេហ្នឹងហើយតែយើងនៅនេះនៅរតនគិរីនេះដែលបានបង្ហាញដល់ក្រៅប្រទេសគេស្គាល់គេដឹងហ្នឹងហើយគឺថាក្នុងនេះយើងផ្សាយពាណិជ្ជកម្មតិចដល់ជើងអីលេងទៅទេសចរតាមលក្ខណៈអីអេកូអីចឹងណាឬក៏ការទេសចរបងប្អូនវត្តបងប្អូនជនជាតិដើមភាគតិចទៅមកខេត្តយើងហ្នឹងមកគេចាប់អារម្មណ៍មកយើងហ្នឹងអញ្ចឹងបាទអញ្ចឹងដូចខ្ញុំប្រឹងប្រែងនេះគឺដើម្បីមុខវត្តខេត្តយើងបាទខេត្តយើងយើងអភិវឌ្ឍរួមទាំងអស់គ្នាយើងជាមួយនៅដល់តួសំខាន់ការផ្សព្វផ្សាយអូនដែរឲ្យឃើញខ្លាខានវិញណាទៅណាទៅអញ្ចឹងចូលមុំកុំនេះហ្នឹងយើងបង្ហាញវប្បធម៌នៅបងប្អូនជនជាតិដើមភាគតិចរបស់យើងអញ្ចឹងវប្បធម៌មានអីខ្លះតាំងពីសិល្បៈមិនអញ្ចឹងទឹកភ័ក្រអីម្ហូបអាហារអីនៅអនុស្សាវរីយ៍អីប្រទេសមានរបស់យើងនេះគឺបង្ហាញគេមកទីនេះគេចង់ភ្លក់មិនអញ្ចឹងគេចង់ភ្លក់ដល់មកហៅបងប្អូនជនជាតិដើមភាគតិចយើងតែគេមកនេះគេសួររកចំណាំងចំណាំងយ៉ាងម៉េចហ្នឹងហើយប្រងលោប្រងយ៉ាងម៉េចវាទៅនឹងយើងបង្ហាញគេចង់សាកដែរណាអ្នកខ្លះគេសាកដំបងគេអត់ដឹងទេណាស្រាប់តែលើកក្រោយទៀតគេមកគេសុំរកអាហ្នឹងហ្មងហ្នឹងហើយចឹងមកខ្ញុំចង់ឲ្យមានភោជនីយដ្ឋានបងប្អូនជនជាតិដើមភាគតិចមួយដែលមានមុខម្ហូបមណ្ឌលរបស់យើងហ្នឹងណាឲ្យចងក្រងមកនាំទៅចងក្រងមុខម្ហូបរបស់យើងបងប្អូនជនជាតិដើមភាគតិចអញ្ចឹងវាមានច្រើនមុខខ្ញុំស្ដាប់ទៅជំមាន30មុខអីនោះមុខម្ហូបយើងហ្នឹងហើយអញ្ចឹងយើងស្រាវជ្រាវអាហ្នឹងឲ្យអស់ជាពិសេសដែលចាស់ទុំរបស់យើងដែលគាត់នៅរស់រៀនមានជីវិតដែលគាត់ស្គាល់ម្ហូបអាហាររបស់គាត់នឹងគាត់ធ្លាប់ធ្វើចិញ្ចឹមកូនចៅមកនេះយើងស្រង់យកអានោះមកឲ្យសួរគាត់ធ្វើពីអីគាត់ធ្វើកត់ទុកគាត់អីហើយជាមនុយមួយហ្នឹងហើយអញ្ចឹងយើងរក្សាប្រពៃណីទំនៀមទម្លាប់ម្ហូបអាហាររបស់យើងដូចនេះស៊ីមរៀបឃើញទេហ្នឹងហើយអញ្ចឹងមានកម្មវិធី show ឃើញទេហ្នឹងហើយបង្ហាញដូចក្មួយអីអាចទៅអូម្ដងខាងក្មួយមកលេងទៅអូរ៉េបអីអញ្ចឹងទៅហើយជាការតាក់ទាញអញ្ចឹងអានេះសំខាន់ហើយយើងទេសចររបស់យើងនេះបែបធម្មជាតិហ្នឹងបែបធម្មជាតិឃើញទេព្រោះយើងមានបឹងធំច្រើនសូម្បីបានលងយើងបឹង3 4ហ្នឹងបឹងយ៉ាឡោមកបឹងកន្សែងបឹងកំសាន្តបឹងវ៉ារីណាគាត់ថាតំណឹងមួយយើងមានបើទឹកធ្លាក់គេច្អងដូចចិត្តនេះទេកាចាញតាទីយើងណាហ្នឹងហើយយើងបញ្ចេញពីហ្នឹងទៅមានគ្រប់កន្លែងអស់ទាញទេសចរទៅហ្នឹងយើងមិននិយាយវាលធំអីយើងផងអូវាលគឺខ្មែរទៅវាលធំល្អទៅនៅលើវាលធំខ្ញុំឃើញពេញចិត្តមែនតើអាហ្នឹងយើងផ្សព្វផ្សាយណាយើងផ្សព្វផ្សាយទឹកដីរបស់យើងហ្នឹងឲ្យពិភពលោកបានស្គាល់មកចឹងហ្នឹងហើយបឹងលំគាត់បឹងយ៉ាក់បាយដតីទៀតច្រើនណាចឹងយើងមានកន្លែងច្រើនណាស់ហើយដល់ខ្ញុំសង្ឃឹមខេត្តយើងនឹងល្អមែនតើហើយខ្ញុំបានហូបឲ្យមានការដាំដើមឈើឲ្យបានច្រើនឥឡូវគឺយើងផ្លាយជុំវិញបឹងសែនដើមឈើយើងល្អច្រើនណាឥឡូវខ្ញុំទឹមដាំជាង400ដើមទៀតនេះតាមចំទៀងកាលនោះទៀតដុះបានច្រើនហើយចឹងខែម្ដងទៀតគ្រប់ទីកន្លែងអស់យើងរក្សាឲ្យមានពណ៌បៃតងអាហ្នឹងហើយដើម្បីតាក់ទាញ